សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀប add font អក្សរខ្មែរចូលទៅក្នុងកម្មវិធី CapCut ក្នុងឆ្នាំ2025សូមតាមដានអ្នកគ្នាក្នុងវីដេអូនេះបាទកន្លែងនេះយើងចុចចូលមកកាន់កន្លែងពាក្យថា CapCut យើងមកបាទកម្មវិធី CapCut យើងមកយក CapCut យើងមកយើងចុចពាក្យថាយើងយកពាក្យថា new project យើងរើសរកវីដេអូឬក៏រូបណាមួយមកបាទយើងរើសរូបនេះបាទរូបលេខបាទតនេះបាទទៅពីរើសរូបលេខមកទៀតមកយើងវាយពាក្យថា add text បាទ text មកចឹងមកវាអត់មានទេអានេះ font ខ្មែរនៅលើទូរស័ព្ទយើងតែមានឲ្យស្រាប់ទេបាទចឹងអត់មានទេចឹងយើងចូលមកពាក្យថា text យើងអូខេយើងចូល font បាទតែមកយក font មកយើង scroll បន្ទាប់ទីពីខាងក្រោមមកស្ដាំផុតពាក្យថា my font បាទ my font យើងពាក្យថា add font ចឹងយើងអត់មានទេនេះមាន font ទេដល់មកនេះភាសាដែលគេមានឲ្យស្រាប់ចឹងមានភាសាខ្មែរយើងទេបាទចឹងយើងចូល my font នេះគឺកន្លែងដែលពេលយើង download font មកហើយវានៅload ចូលកន្លែងហ្នឹងយើងចូល Chrome បាទតបចូល Chrome អូខេដល់យើងចេញមកក្រៅមកបាទចូលមកក្រៅយើងចុចពាក្យថា Chrome អូខេយើងវាយពាក្យថាខ្មែរ font យើងវាយពាក្យខ្មែរ font remove មកខ្មែរ font remove អូខេចុចពីខ្មែរ font remove មកយើងចូលមកខាងក្រោមមកខាងក្រោមបាទយើងយកពាក្យយើងយកsearch font បាទ search font នេះវាជាមាន font lemon zip អញ្ចឹងយើងចុចមកវាបានច្រើនបាទយើងចុចមកហើយយើងចុចពាក្យថាទឹកអាពណ៌បេតងនេះបាទចុចមក download វា download យើងចុចមក open in download មកបាទ open download មកវា file zip អញ្ចឹងយើង compress វាមកចុចមកវា compress ឲ្យ zip folder បាទយើងចុចវាមកបន្តមកចុចវាហើយមកយើងឃើញមាន file ច្រើនណាស់យើងចុច select មកបាទអញ្ចឹងអូខេយើង download សិនបាទ download តពីអាហ្នឹងហើយយើងចូលមកបើយើងវិញបាទចូលកន្លែង font វិញមកបាទ font add បាទ add មកយើងចូល my font យើងចូល Chrome មកវា download ចូលក្នុង Chrome បាទ Chrome font យើងចុច font ហ្នឹងមក select មក select វាហើយយើង select all ចុចពាក្យថាយើងចុចពាក្យថា select all បាទ select all គឺវា load មកដែរ font បាទហ្នឹងអញ្ចឹងបាទ font អូខេហើយយើងធ្វើការវាយមកបាទចឹងកន្លែងនេះយើងខ្ញុំជ្រើសយក font មួយខ្ញុំមកទីហោបាទ font ក្រោមហ្នឹងមកយកពាក្យ font ហើយយើងវាយពាក្យថាលេងបាល់ទាត់អូខេលេងបាល់ទាត់អញ្ចឹងវាមានថាសតែមានសក់មានជើងទេអញ្ចឹងតមកទៀតយើងក៏ចូលមកយើង copy បាទយើង copy អាពាក្យដែលយើងវាយនឹងមកបាទ copy ហើយយើងចូលមក page ម្ដងទៀតបាទយើងចូលមក page យើង search ពាក្យថាខ្មែរ font lemon មកបាទ page ដែលមុនមួយទៀតដែលខ្ញុំប្រាប់បាទយើងវាយពាក្យថាខ្មែរ font lemon ម្ដងទៀតមកយើងចូលមក page កន្លែងនេះគឺបាទខ្មែរ font បាទចូលមក page មកខ្មែរ font ចុច web font មកយើងចុចពាក្យថា Unicode Legacy បាទ Unicode Legacy ចឹងយើងចុចវាមកយើង copy អក្សរមកយើងផាសវាមកផាសវាចូលមកបាទអញ្ចឹងយើងបានមកហើយគេនឹងក្រុម report error នេះមានពាក្យនេះមកយើង copy វាទាំងអស់មកបាទ copy មកទាំងអស់មកហើយយើងយកមកផាសនៅក្នុងកន្លែងនេះមិញមកបាទអញ្ចឹងយើងបានពាក្យថាលេងបាល់ទាត់អូខេបាទឥឡូវយើងចូលមកចឹងចង់តុបតែងអក្សរវាស្អាតយើងយកមក style បាទ style យើងដាក់មកក្រហមធ្វើម៉េចឲ្យមើលឃើញអក្សរខ្មែរយើងលោតមកឡើងស្អាតបាទហើយអក្សរហ្នឹងមកហើយយើងតុបតែងមក word art វាយើងដាក់ stroke shadow បាទ shadow ដាក់លឿងហ្នឹងទៅបាទតាមចិត្តបងប្អូនចង់ឆ្លាញ់ថាដាក់មិនដាក់ទៅដាក់ស្អាតអូខេអញ្ចឹងយើងអាចដាក់ទៅ work art បាទយើងលេង style អក្សរយើងឲ្យស្អាតមកបាទដាក់មក style អូខេនេះមានច្រើនទៀតយើងចង់ដាក់មិនក៏បានដែរហើយអញ្ចឹងក្នុងវីដេអូមានតែប៉ុណ្្នឹងបាទសូមបងប្អូនកុំភ្លេច like ក្នុងវីដេអូនេះផងសូមអរគុណ